សម្បូរជាកំឡោះចាស់អាយុ30ឆ្នាំគត់បានបញ្ចប់ការសិក្សាបរិញ្ញាផ្នែកខាងគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញឆ្នាំ1961ក្រោយពីបានបញ្ចប់ការសិក្សាក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀនក្នុងស្រុកមួយនាខេត្តបាត់ដំបងដែលតាមពិតនោះគេមានស្រុកកំណើតនៅខេត្តកំពង់ធំគេទៅធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបងទាំងគ្មានស្គាល់នរណាម្នាក់សោះគេបានទៅជួលផ្ទះមួយសម្រាប់ការស្នាក់នៅផ្ទះមួយខ្នងនេះស្ងាត់ល្អណាស់ជាផ្ទះរបស់ប្រធានភូមិម្នាក់ដែលគាត់ធ្វើទុកសម្រាប់ចែកឲ្យកូនស្រីក្រោយពេលដែលរៀបការជាមួយនឹងបុរសអ្នកជំនួយម្នាក់ប៉ុន្តែត្រូវខកបំណងទៅវិញដោយសារតែកំឡោះអ្នកជំនួយនោះទៅរៀបការជាមួយនឹងកូនក្រមុំសៀមបាត់ទៅដូច្នេះផ្ទះមួយខ្នងនេះត្រូវនៅទំនេរជារហូតមកគប់ជួននឹងសម្បូររកជួលផ្ទះនៅផងលោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុតសម្បូរមកនៅផ្ទះថ្មីនេះជាផ្ទះតូលមួយខ្នងគត់ដែលនៅកណ្ដាលចំការចេកមួយរយៈដំបូងផ្ទះនេះមិនមានបង្ហាញហេតុការណ៍អ្វីខុសប្លែកឡើយអាចនិយាយបានថាសម្បូររត់នៅយ៉ាងមានសេចក្តីសុខគ្រប់ប្រការ